ប្រទេសចិននិយាយថាខ្លួនស្វែងរកការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកប៉ុន្តែសន្យាថានឹងរក្សាខ្សែបន្ទាត់ក្រហមរបស់ខ្លួនប្រទេសចិនបានសម្ដែងឆន្ទៈក្នុងការកែលម្អការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅគ្រប់កម្រិតខណៈពេលដែលការការពារយ៉ាងរឹងមាំនៅខ្សែបន្ទាត់ក្រហមជាតិនិងគោលការណ៍ស៊ូរបស់ខ្លួនសេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យសភាលូឈិនជៀនមុនសម័យប្រជុំប្រចាំឆ្នាំរបស់សភាជាតិប្រជាជនការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលប្រទេសទាំងពីរព្យាយាមធ្វើឲ្យទំនាក់ទំនងដែលតានតឹងឲ្យមានស្ថិរភាពមុនពេលកិច្ចប្រជុំកំពូលដែលរំពឹងទុករវាងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងនាចុងខែនេះទំនាក់ទំនងរវាងប្រទេសទាំងពីរបានស្ថិតនៅក្រោមសម្ពាធដោយសារតែភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តនិងការវិវត្តភូមិសាស្ត្រនយោបាយថ្មីៗរួមទាំងការចាប់ឃុំប្រធានាធិបតីវេណេស៊ុយអេឡា Nicolás Maduro និងសង្គ្រាមអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ដែលបណ្ដាលឲ្យមានការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាស់អាលីខាម៉ាណៃប្រទេសចិនដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទាំងវេណេស៊ុយអេឡានិងអ៊ីរ៉ង់បានអំពាវនាវឲ្យមានបទឈប់ច្បាញ់ជាបន្ទាន់និងការគោរពអធិបតេយ្យរបស់អ៊ីរ៉ង់ខណៈពេលដែលជំរុញឲ្យមានការគោរពគ្នាទៅវិញទៅមកនិងការរួមនៅដោយសន្តិភាពប្រទេសចិនបានសង្កត់ធ្ងន់ថាខ្លួននឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួនមន្ត្រីសេដ្ឋវិមានម្នាក់បានបង្ហាញថាលោក Trump អាចនឹងទៅទស្សនាកិច្ចប្រទេសចិនចាប់ពីថ្ងៃទី31ខែមីនាដល់ថ្ងៃទី2ខែមេសាទោះបីជាទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីដំណើរទស្សនាកិច្ចនេះក៏ដោយអ្នកចរចាពាណិជ្ជកម្មមកពីប្រទេសទាំងពីរក៏ត្រូវបានគេរំពឹងថានឹងជួបគ្នានៅទីក្រុងប៉ារីដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចកើតមានមុនកិច្ចប្រជុំមេដឹកនាំ